សេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុស COVID-19 ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាស្ថានភាពនៃការចម្លងវីរុស COVID-19 នៅតែបន្តមាននៅឡើយហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំផ្លែងខ្លួនជាបន្តបន្ទាប់ជាពិសេសពពួកអូមីក្រុងបំផ្លែងថ្មីប្រភេទ JN1 ដែលរកឃើញដំបូងក្នុងខែសីហាឆ្នាំ2023ហើយបានក្លាយរីករាលដាលឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោកបច្ចុប្បន្នអង្គការសុខភាពពិភពលោកបានចាត់ថ្នាក់ថាជាវីរុសស្ថិតក្នុងវ៉ាស្យុងចំណាប់អារម្មណ៍ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនិងលក្ខណៈជីវសាស្ត្ររបស់វាត្រឹមពាក់កណ្ដាលខែមីនាឆ្នាំ2025អូមីក្រុងបំផ្លែងថ្មីប្រភេទ JN1 ត្រូវបានរកឃើញមានជាង 15% នៃករណី COVID-19 ដែលបានរកឃើញនៅទូទាំងពិភពលោកចំពោះអ្នកឆ្លងអូមីក្រុងបំផ្លែងថ្មី JN1 នេះគឺមានរោគសញ្ញាមិនខុសប្លែកពីគ្នាប្រភេទ COVID-19 ចំនួនមុននោះទេរោគសញ្ញាមានដូចជាគ្រុនក្តៅក្អកស្ងួតឈឺបំពង់កហៀសម្បោរចង្អោរនិងក្អួតមានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតាភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថា JN1 បណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេទោះជាយ៉ាងណាក៏ដោយ JN1 បង្ហាញលទ្ធភាពឆ្លងកាន់តែខ្ពស់ឆ្លងលឿននិងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំងដោយសារការផ្លាស់ប្ដូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុសអ្វីត្បិតតែ JN1 មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាបការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមានអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយជំងឺរ៉ាំរ៉ៃប្រចាំកាយទឹកនោមផ្អែមលើសឈាមជនចាស់ជរាស្ត្រីមានផ្ទៃពោះជាដើមទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្មានខែចុងក្រោយនេះការចម្លងវីរុស COVID-19 នៅតែបន្តកើតមាននៅឡើយដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឲ្យបានហ្មត់ចត់ជាប់ជានិច្ចជាពិសេសនារដូវវស្សាខាងមុខនេះអាស្រ័យហេតុនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវដល់សាធារណជនបងប្អូនប្រជាពលរដ្ឋបុគ្គលគ្រួសារនិងសហគមន៍ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តពួតដៃរួមគ្នាក្នុងការការពារសុខភាពរបស់ខ្លួននិងទីកន្លែងធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់និងមានភាពទទួលខុសត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននិងគ្រប់គ្នាក្នុងនោះពាក់ព័ន្ធនឹងការការពារនិងការចាក់វ៉ាក់សាំង COVID-19 នៅដូសជំរុញបន្ថែមទៀតដើម្បីបញ្ជៀសនៅការរីករាលដាលក្នុងសហគមន៍ក្នុងគ្រួសារនិងស្ថាប័ននានាដែលអាចកើតមានជាយថាហេតុវិធានការបង្ការការឆ្លងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅអនាម័យដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតក្នុងរយៈពេល40វិនាទីឬជាមួយអាល់កុលជែលក្នុងរយៈពេល20វិនាទីពាក់ព័ន្ធក្នុងករណីចាំបាច់ជាពិសេសនៅពេលកំពុងពាក់ម៉ាស់សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ឬទាញម៉ាស់ដាក់ក្រោមចង្កានិងត្រូវដូរម៉ាស់ថ្មីនៅពេលវាសើមត្រូវជៀសវាងការខាកស្ដោះពាសវាលពាសកាលត្រូវខ្ទប់មាត់និងច្រមុះពេលក្អកកណ្ដាស់ដោយប្រើម៉ាស់ប្រើផ្នត់កែងដៃក្រមាកន្សែងឬក្រដាសអនាម័យរួចខ្ចប់បោះចោលក្នុងធុងសម្រាមបិទជិតជៀសវាងការចូលរួមក្នុងទីប្រជុំជនឬការធ្វើដំណើរប្រសិនបើអ្នកមានអាការៈក្តៅខ្លួនក្អកពិបាកដកដង្ហើមឬមានបញ្ហាសុខភាពហើយត្រូវទៅពិនិត្យព្យាបាលជំងឺឲ្យបានត្រឹមត្រូវរក្សាគម្លាតសុវត្ថិភាពនៅពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្ដាសាយបុគ្គលម្នាក់ត្រូវបន្តទទួលការចាក់វ៉ាក់សាំង COVID-19 បន្ថែមដើម្បីពង្រឹងការការពារខ្លួននិងពង្រឹងភាពស៊ាំសហគមន៍ដើម្បីបន្តជៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈនិងបន្តនិរន្តរភាពនៃការរស់នៅធម្មតាក្នុងកន្លងប្រក្រតីភាពថ្មីប្រសិនបើមានរោគសញ្ញាគ្រុនក្តៅក្អកឈឺក្បាលហូរសម្បោរត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋឬទំនាក់ទំនងមកកាន់លេខ115និងត្រូវពាក់ម៉ាស់ដើម្បីបង្ការការឆ្លងទៅអ្នកដទៃក្រសួងសុខាភិបាលបាននឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រ www.cdcmoh.gov.kh
សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី12ខែឧសភាឆ្នាំ2025ព្រះរាជាណាចក្រកម្ពុជាក្រសួងសុខាភិបាល